នេះខ្ញុំមកពីពរនីអំពីផលិតផលតង់ខ្មៅ UV ជូនបងប្អូនទាំងអស់គ្នាទស្សនាបងប្អូនជាច្រើនដែលបានប្រើប្រាស់តង់ក្នុងការក្រាលហាលដំឡូងដើម្បីក្រាលហាលដំឡូងចាប្រក់ដំបូលរងឬក៏បាំងផ្សេងមិនថាទ្រុងមិនទ្រុងទាទ្រុងគោឬក៏បងប្អូនទាំងអស់គ្នាយកទៅគ្របបាំងទេភាគច្រើនបងប្អូនចាច្រើនប្រើប្រាស់តង់ទៅឆាប់ផុយស្រួយចាដោយសារតែក្នុងតង់ហ្នឹងអត់មានសារធាតុការពារពន្លឺព្រះអាទិត្យដែលធ្វើឲ្យតង់ហ្នឹងឆាប់ផុយស្រួយអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីប្រភេទតង់ខ្មៅ UV នេះដែលជាប្រភេទតង់មានគុណភាពល្អងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់កលៈទេសៈមិនថាបងប្អូនយកទៅប្រាំងបាំងប្រក់ឬក៏បងប្អូនទាំងអស់គ្នាយកទៅធ្វើតង់ដើម្បីក្រាលស្តុកទឹកចាធ្វើបាតទឹកបាតស្រះដើម្បីស្តុកទឹកឬក៏ធ្វើប្រឡាយទឹកនោះទេគឺបងប្អូនអាចប្រើប្រាស់ជាមួយប្រភេទតង់នេះបានដោយសារប្រភេទតង់នេះគឺតម្លៃសមរម្យហើយគុណភាពរបស់វាគឺស្វិតធន់មិនងាយផុយស្រួយជាមួយនឹងពន្លឺព្រះអាទិត្យឡើយហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការប្រភេទតង់ខ្មៅ UV នេះយកទៅលក់បន្តឬក៏ទិញទៅប្រើប្រាស់សូមបងប្អូនទាំងអស់គ្នាទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់ខ្ញុំដែលមានលេខ095 656ខ្ញុំផ្ញើជូនបាន25ខែក្រុងហើយនេះជាសកម្មភាពជាក់ស្ដែងរបស់ក្រុមការងារខ្ញុំដែលគាត់ធ្វើការបត់តង់ក្រាបាត់ស្រះជូនដល់អតិថិជនដែលគាត់យកនេះជាលក្ខណៈប្រឡាយណាចាដែលគាត់យកទៅតឹងហ្នឹងគឺ9ម៉ែត្រកន្លះចាហើយបណ្ដោយគឺប្រវែង200ម៉ែត្រចាអញ្ចឹងខាងខ្ញុំកំពុងតែលាបត់ក្នុងមួយផ្នត់នេះគឺមានប្រវែង2ម៉ែត្របន្ទាប់ពីបត់ហើយខាងខ្ញុំនឹងវាយលាវជូនបងដើម្បីងាយស្រួលនៅក្នុងការក្រាលទាញប្រឡាយនឹងតែម្ដងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការកុំភ្លេចធ្វើការសាកសួរព័ត៌មានពីអ្នកលក់សូមអរគុណសម្រាប់ការទស្សនាហើយក៏មានចាអតិថិជនមកពីខាងមុខតូបដើម្បីមកទិញអីវ៉ាន់ផងដែរសូមអរគុណសូមគោរពលា